រឿងរ៉ាវបានចាប់ផ្ដើមនៅចុងឆ្នាំ1873ក្នុងអំឡុងពេលដែលមនុស្សម្នាកំពុងផ្អើលសម្រុកទៅរកមាសនៅភាគខាងលិចសហរដ្ឋអាមេរិក Parker ដែលជាអតីតហ៊ានម្នាក់បានអះអាងថាខ្លួនគឺជាអ្នកជំនាញក្នុងភូមិសាស្ត្រនិងការរស់រានជីវិតក្នុងព្រៃគាត់បានយល់ព្រមធ្វើជាអ្នកនាំផ្លូវឲ្យក្រុមអ្នករត់រកមាសមួយក្រុមដែលមានសមាជិក5នាក់ផ្សេងទៀតទោះបីជាមានការព្រមានពីសំណាក់មេកលសម្ព័ន្ធជនជាតិដើមភាគតិចថាកុំឲ្យធ្វើដំណើរឆ្លងកាត់ជួរភ្នំសានជូនក្នុងរដ្ឋ Colorado ចំពេលរដូវរងាព្រោះវាមានគ្រោះថ្នាក់ខ្លាំងក៏ដោយក៏ Parker និងក្រុមការងាររបស់គាត់មិនស្ដាប់និងបានសម្រេចចិត្តធ្វើដំណើរចូលទៅក្នុងតំបន់ភ្នំដែលមានព្រិលធ្លាក់ក្រាស់ខ្មឹកក្នុងខែកុម្ភៈឆ្នាំ1874 ពីរខែក្រោយមកគឺពលនៅក្នុងខែមេសាឆ្នាំ1874លោក Parker បានដើរចេញពីព្រៃភ្នំម្នាក់ឯងក្នុងស្ថានភាពរាងកាយមាំមួននិងមានសុខភាពល្អធម្មតាខុសប្លែកពីមនុស្សដែលដាច់បាយក្នុងព្រៃ2ខែគាត់បានចូលទៅក្នុងភូមិមួយរួចចាប់ដើមចាយលុយយ៉ាងហឺហានិងផឹកស្រាយ៉ាងសប្បាយនៅពេលមានគេសួររកសមាជិក5នាក់ទៀត Parker បានប្រាប់រឿងរ៉ាវផ្សេងៗគ្នាដំបូងគាត់និយាយថាពួកគេបានចែកផ្លូវគ្នាដើររកស្បៀងក្រោយមកគាត់និយាយថាពួកគេខ្លះបានធ្លាក់ខ្លួនឈឺស្លាប់ហើយអ្នកខ្លះទៀតបានរត់ចោលគាត់ទោះជាយ៉ាងណាសមាជិកអ្នករត់រកមាសផ្សេងទៀតមិនបានទៅជាមួយគាត់បានចាប់ផ្ដើមសង្ស័យព្រោះពួកគេបានឃើញ Parker កាន់កាបូបលុយនិងសម្ភារៈផ្ទាល់ខ្លួនរបស់សមាជិកដែលបាត់ខ្លួនទាំងនោះប៉ូលីសបានខកខ្លួនដើម្បីសាកសួរចម្លើយដឹងខ្លួនថាមិនអាចលាក់បាំងបាន Parker បានផ្លាស់ប្ដូរការនិយាយហើយបានសារភាពរឿងរ៉ាវដ៏ព្រឺព្រួយថាកុំរបស់គាត់បានជាប់គាំងចំកណ្ដាលព្រុសព្រិលដាច់ស្បៀងអាហាររហូតដល់ថ្នាក់ត្រូវស៊ីស្បែកជើងនិងឫសឈើសមាជិកម្នាក់ឈ្មោះ Bell បានការរកឈួតដោយសារការអត់បាយរួចបានដកពូថៅដេញកាប់សម្រាប់សមាជិក5នាក់ផ្សេងទៀតស្លាប់អស់នៅពេល Bell ស្ទុះទៅបំរុងសម្រាប់គាត់ដែរ Parker ក៏បានបាញ់សម្រាប់ Bell ដើម្បីការពារខ្លួនដោយសារគ្មានអ្វីបរិភោគនិងដើម្បីរស់រានមានជីវិតគាត់ក៏បានបង្ខំចិត្តចម្អិនសាកសពទាំងនោះបរិភោគពេញមួយរដូវរងាទោះជាយ៉ាងណាក្នុងឆ្នាំដដែលនោះអ្នកកាសែតម្នាក់បានដើរប្រទះឃើញទីតាំងកើតហេតុពិតប្រាកដរូបភាពសាកសព5នាក់បង្ហាញថាពួកគេត្រូវបានវាយចំក្បាលនិងបាញ់សម្លាប់ក្នុងពេលកំពុងដេកលក់មិនជាការតតាំងការពារខ្លួនដោយ Parker និយាយឡើយវាបានបង្ហាញច្បាស់ថា Parker នឹងគឺជាអ្នកសម្លាប់ពួកគេទាំងអស់គ្នាដើម្បីប្លន់យកទ្រព្យសម្បត្តិនិងស៊ីសាច់ពួកគេមុនពេលប៉ូលីសអាចកាត់ទោស Parker បានលួចរត់គេចខ្លួនបាត់ស្រមោលចេញពីពន្ធនាគារក៏បានប្រូរឈ្មោះនិងលាក់ខ្លួនរស់នៅអស់រយៈពេល9ឆ្នាំពេញរហូតដល់ត្រូវបានគេរកឃើញនិងចាប់ខ្លួនសារជាថ្មីក្នុងឆ្នាំ1873